បាទសូមជម្រាបសួរអស់លោកអ្នកសប្បុរសទាំងឡាយថ្ងៃនេះយើងទាំងអស់គ្នាស្វែងយល់អំពីដើមកំណើតនៃបទនមោដែលយើងទាំងអស់គ្នាធ្លាប់សូត្រជារឿយៗនៅក្នុងកម្មវិធីទាំងអស់នៃពុទ្ធសាសនាព្រះសង្ឃក្តីក្រហមក្តីតែងតែសូត្រនៅបទនមោ3ចប់នេះដូចគ្នាទាំងអស់តបធ្វើនៅកិច្ចការជាខាងក្រោយបាទឥឡូវខ្ញុំសូមចែកជូនអំពីប្រវត្តិនៃដើមកំណើតនមោ3ចប់ដែលយើងបានសូត្រជារឿយៗដូចតទៅនេះបាទនមោ3ចប់នេះកាត់ឡើងអំពីទេវតាទាំង5អង្គគឺបទទី1នមោបានដល់សោតាករិយៈពោយនមស្ការ2តស្សៈបានដល់អសុរិនរាហូពោយនមស្ការ3ភគវតោបានដល់ស្ដេចចាតុមហារាជពោយនមស្ការ4អរហតោបានដល់ស្ដេចទេវរាជពោយនមស្ការ5សម្មាសម្ពុទ្ធស្សៈបានដល់មហាព្រហ្មពោលនមស្ការទេវតាទាំង5អង្គនេះជាអ្នកពោលនមស្ការមួយអង្គមួយបទរៀងខ្លួនបាទនឹងហើយគឺជាដើមកំណើតនៃនមោដែលខ្ញុំបានរៀបរាប់ដោយខ្លីតែឥឡូវនេះសូមអស់លោកអ្នកសប្បុរសទាំងអស់សូមសូត្រនមស្ការនៅបទនមោ3ចប់នេះបាលីព្រមទាំងប្រែដើម្បីយកនៅមគ្គផលបុណ្យកុសលរៀងខ្លួនបាទសូមគោរពអញ្ជើញนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะរិកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរត្រង់ត្រាស់ដឹងនៅញយយថោទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយបាទសាធុសូមអនុមោទនាទទួលយកបុណ្យកុសលរៀងខ្លួនបាទសូមអរគុណ